ក្រោយប្រព័ន្ធលូមេធំនៅផ្លូវលេខ105បានដាក់រួចរាល់ក្រុមជំនាញបានចាប់ផ្ដើមដំណើរការចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋប្រព័ន្ធលូមេធំស្ថិតនៅលើផ្លូវ105ជាប់បន្លាយបង្ហូរទឹកបឹងត្របែកនិងចូលរួមរំដោះការលិចលង់កម្រិតខ្ពស់ក្នុងតំបន់ភូមិសាស្ត្រខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញនារដូវវស្សាខាងមុខប្រព័ន្ធលូមេធំនៅលើដងផ្លូវខាងលើទំហំ6ម៉ែត្របន្ថែមលើផ្ទៃប្រឡាយដែលមានទទឹង6ម៉ែត្រដូចគ្នាសរុបទាំងអស់12ម៉ែត្រសរុបទាំងអស់ទៅ12ម៉ែត្រដើម្បីឲ្យបង្កើនការបង្ហូរទឹកប្រឡាយនេះពី12ម៉ែត្រគូបក្នុង1វិនាទីកើនឡើងដល់24ម៉ែត្រគូបក្នុង1វិនាទីទើបបង្ហូរទឹកហូរទាន់ពេលវេលានិងមិនបង្កការជន់លិចឬលិចលង់ក្នុងតំបន់ពាក់ព័ន្ធរួមមានភូមិសាស្ត្រខណ្ឌបឹងកេងកងចំការមន7មករានិងខណ្ឌដូនពេញជាដើមការអនុវត្តគម្រោងនេះបានដំណើរការទៅអស់រយៈពេលជាង6ខែកន្លងទៅហើយដោយក្រុមការងារបានសម្រេចលទ្ធផលជាង 80% ហើយនឹងបញ្ចប់ការដ្ឋានទាំងស្រុងនៅខែឧសភាឆ្នាំ2025ខាងមុខនេះប្រជាពលរដ្ឋរស់នៅប្របសងខាងផ្លូវកំពុងមានការអភិវឌ្ឍខាងលើបានសម្ដែងការពេញចិត្តនិងចូលរួមជាមួយគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មីត្បិតវាប៉ះពាល់ដល់ការរស់នៅនិងការប្រកបរបររកស៊ីទទួលទានបន្តិចបន្តួចក៏ពិតមែនប៉ុន្តែពួកគាត់រំពឹងថាពេលស្ថាបនារួចរាល់ពួកគាត់នឹងទទួលបានសមិទ្ធផលថ្មីអាចប្រើប្រាស់បានក្នុងរយៈពេលយូរអង្វែងពិសេសមិនព្រួយបារម្ភខ្ពស់លើការលិចលង់នៅរៀងរាល់រដូវវស្សាទៀតនោះឡើយគួរបញ្ជាក់ថាក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានេះបានដាក់ចេញនូវគោលបំណងប្រកបដោយការបដិញ្ញាចិត្តខ្ពស់សម្ដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល5ឆ្នាំខាងមុខរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំគម្រោងចំនួន50គម្រោងសម្រាប់រយៈពេល5ឆ្នាំហើយបច្ចុប្បន្នគម្រោងមួយចំនួនធំបាននឹងកំពុងអនុវត្តក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេរួមមានតំបន់ជុំវិញស្ថានីយ៍បូមទឹកលូ5តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុននិងតំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងត្របែកជាដើមខេមពពព័ត៌មានថ្មីគ្រប់វិនាទី